ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាដែលបានមើលវីដេអូមួយនេះសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំដែលនឹងនិយាយអំពី Crude Node.js ជាមួយនឹង Database ឥឡូវយើងទៅបើក project យើងទាំងអស់គ្នានេះគឺជា project របស់យើងអញ្ចឹងដើម្បីឲ្យ project យើងដើរបានជាដំបូងយើងត្រូវinstall library និង package មួយចំនួនដូចជា JSON package.json package.log.json និង node module ហើយនេះគឺជា file យើង connect ជាមួយ database នេះគឺជា file ដែលយើងសម្រាប់សរសេរ code ហើយនេះផងដែរគឺយើងត្រូវ require library express និង package មួយចំនួនដែលយើងត្រូវការប្រើប្រាស់ហើយនេះគឺជា run pod របស់យើងគឺជា pod ដែលយើងគឺជា server នៃ pod របស់យើងដែល run នៅលើនោះហើយសម្រាប់ database វិញគឺយើងមាន require MySQL ដើម្បី connect ជាមួយ database ហើយយើងមាន host គឺ local host user password database និង limit connection ត្រង់នេះគឺចង់និយាយពីយើង connect បានប្រមាណពេលដែលយើង host នោះហើយយើងដើម្បី run project នឹងដើរយើងត្រូវបើក SAM របស់យើងដែរព្រោះយើង connect ជាមួយ database អញ្ចឹងយើង start Apache និង MySQL យើងចូលទៅ admin ទៅនេះអ្នកនរគ្នានេះគឺជា database របស់ខ្ញុំឈ្មោះថា student ក្នុង student មាន user ចូលទៅ user គឺមាន5 user តែ user ទី5គឺ ID លេខ10អត់មានតម្លៃអីទេគឺគាត់អត់មានព័ត៌មានរបស់គាត់ទេអញ្ចឹងឥឡូវយើងចូលទៅ project របស់យើងចាប់ដើម run នេះឥឡូវ server is running on port 3000ឥឡូវយើងចូលទៅ browser /user អ្នកទាំងអស់គ្នានេះ /user នេះយើង enter ទៅនេះចេញមកហើយនេះគឺជា user របស់យើង user ទី1 ID ទី1ទី2 ID លេខ6 user ទី3 ID លេខ8 user ទី4 ID លេខ9និង user ទី5គឺ ID លេខ10គឺព័ត៌មានរបស់គាត់គឺគាត់មាននេះទេមានតែ ID ហើយអញ្ចឹងយើងនឹងចូលទៅមើលកូដរបស់យើងនឹងធ្វើការ crude ជាមួយនឹង extension មួយដើម្បីតេស្តអ្នកទាំងអស់គ្នាសូមបញ្ជាក់អ្នកទាំងអស់គ្នាដើម្បីងាយស្រួល run យើង run នឹងបានតែម្ដងយើងចូលមកយើងបន្ថែមកូដនេះនៅក្នុង file package.json ដើម្បីឲ្យយើង run តែម្ដងគឺវាដើររហូត server របស់យើងហើយឥឡូវយើងចូលទៅកូដរបស់យើងទៅនេះយើងប្រើ Thunder client ដើម្បីធ្វើការតេស្តអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការ install Thunder client នៅក្នុង VS Code របស់អ្នកទាំងអស់គ្នាដើម្បីតេស្តហើយនេះគឺជាកូដរបស់យើងអានេះគឺយើងចាប់ user មកចូលទាំងអស់អញ្ចឹងឥឡូវយើងទៅមក step ទី1គឺ get all user ទី2 get a user by ID គឺយើងចាប់តាម specific ID ហើយទី3នោះគឺ create a user បានន័យថាយើង create user ថ្មីចំណែកឯទី4គឺយើង delete ទី5គឺយើង update អញ្ចឹងដើម្បីឲ្យតាមលំដាប់ crude c rud c create r read u update d delete អញ្ចឹងយើង copy អញ្ចឹងយើងយកកូដនេះមក copy ឥឡូវយើងខាត់មកទៅ control x
យកមកដាក់លើ delete នេះមកអូខេអត់អីទេឥឡូវយើងចូលទៅ center client យើង new request នេះមកអញ្ចឹងយើងទៅ copy URL របស់យើងនៅក្នុងជ្រុងមកដើម្បីលឿនដើម្បីជាភាពងាយស្រួលរបស់យើងអញ្ចឹងយើងចូលទៅកូដរបស់យើងវិញហើយយើងដាក់នៅលើនេះមក control V មកអូខេហើយត្រង់នេះផងដែរអញ្ចឹង get យើង get user យើងប្រើ method post អូ sorry អ្នកនរគ្នាគឺយើងប្រើ get អញ្ចឹងដើម្បី fix all user យើងត្រូវប្រើ method get ដើម្បី store អញ្ចឹងយើងដាក់ get មកត្រង់នេះគឺជា URL យើងក៏សិនទៅអូខេឥឡូវយើង get បានហើយនេះអ្នកទាំងអស់គ្នាឥឡូវយើងបានហើយយើងក៏ធ្វើការ create new user ម្ដងអញ្ចឹងដើម្បី create អ្នកទាំងអស់គ្នាយើងចូលទៅមើលកូដថាយើង create យើងត្រូវប្រើ method អ្វីអញ្ចឹង create យើងប្រើ post នេះអ្នកទាំងអស់គ្នាអញ្ចឹងយើងដូរត្រង់នេះដាក់ post ត្រង់នេះដែរគឺ user ព្រោះអីយើង create user នៅក្នុង user យើងចូលទៅកាន់ body អ្នកទាំងអស់គ្នាសូមឲ្យអ្នកទាំងអស់គ្នា copy ត្រង់នេះមកដើម្បីងាយស្រួលយើងមិនចាំបាច់សរសេរយូរ Ctrl C មកអ្នកនរគ្នាត្រូវថែមនេះផងកុំឲ្យខុស syntax អូខេត្រង់នេះដែរ ID របស់យើងគឺយើងត្រូវទៅដាក់លេខផ្សេងពីនេះអញ្ចឹងយើងដាក់ ID ទី11 name ឈ្មោះ Lily ចំណែកគឺ X អាយុ17ឆ្នាំអ្នកគ្នា email យើង copy មកដើម្បីលឿនយើង copy ឲ្យកែបន្តិចទៅឥឡូវយើងសិន error ឲ្យអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងនេះ error អញ្ចឹងខ្ញុំលុបនេះចេញយើងសិនម្ដងទៀតគឺនៅតែ error ប៉ុន្តែយើងចូលទៅមើលលើ browser របស់យើង refresh មកយើងមើលអូខេនៅក្នុងនោះ error ប៉ុន្តែនៅលើ browser របស់យើងបានអញ្ចឹងមានន័យថាយើង success ហើយប៉ុន្តែយើងនៅមានបញ្ហាបន្តិចបន្តួចអញ្ចឹងឥឡូវយើងរំលងចូលទៅ update ម្ដងគឺបើយើង update យើងត្រូវ update តាម specific ID អញ្ចឹងយើង update user ID ទី11ដដែលយើងដាក់11ហើយយើងកែឈ្មោះគាត់ថាជីងអាយុ27អ្នកទាំងអស់គ្នាត្រង់នេះបើសិនជាយើងមិនបានចុចសារថ្មីទាំងអស់ទេវានឹងចេញមកតម្លៃគឺណាល់ឥឡូវអ្នកទាំងអស់គ្នាពេលយើងចុចសិនទៅតើវាយ៉ាងម៉េចដែរឥឡូវយើងដូរ method យើងសិនគឺ post sorry អ្នកទាំងអស់គ្នាយើងប្រើ post ចាំមើលតើវានៅ error ទៀតទេឥឡូវយើង success ហើយអញ្ចឹងយើងចូលទៅមើលលើ browser របស់យើងទាំងអស់គ្នាថាគាត់នឹងដូរឈ្មោះអត់យើង refresh មកនេះឥឡូវគឺបាននៅជា update បានហើយអញ្ចឹងនេះឈ្មោះជីង email jing@gmail.com ឥឡូវយើងបានហើយយើងទៅធ្វើការ delete ទាំងអស់គ្នា delete គឺយើងប្រើ delete អញ្ចឹងយើងចូលទៅហើយយើងមើលសិនថាយើងចង់ delete user ម្នាក់ណាអញ្ចឹងខ្ញុំក៏ធ្វើការ delete user ID ទី10ព្រោះអីគាត់អត់មានតម្លៃអីទេតម្លៃរបស់គាត់គឺណាល់ទាំងអស់អញ្ចឹងយើង delete គាត់ទៅយើងបដូរដាក់ delete មកគឺយើង delete user ID ទី10ចឹងយើងដាក់ទី10មក
ត្រង់នេះគឺមិនប៉ះពាល់ទេដោយសារយើង delete ទេយើងគ្រាន់តែដូរ URL របស់យើងសិនអូខេ delete successful អញ្ចឹងយើងត្រឡប់មកមើល browser របស់យើងចាំមើលយើង refresh វានឹងបាត់ហើយនេះឥឡូវយើងបាត់តែមានតែ user ID លេខ 9 និងលេខ 11 គឺចន្លោះលេខ 10អូខេឥឡូវយើងអស់ហើយអញ្ចឹងការពន្យល់របស់ខ្ញុំក៏អស់តែប៉ុណ្ណេះសូមអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូខ្ញុំដល់ចប់បាយបាយ see you next